យ៉ាងនេះផងណាខ្ញុំនឹងខ្លាចខ្លួនទៅជាអ្នកលក់ផ្លែចេកមួយមួយទៀមទៀតមួយខ្ញុំលក់ចេកបងតែកាត់ទិញចេកបងខ្ញុំទិញចេកក៏ឯងថ្ងៃទេនេះខ្ញុំវិញបងទិញ2មែនអូយទិញ2ទៀតមកអាប់300ក៏បានហ្នឹងអាប់300ចេញលក់ចេកបើញ៉ាំដំបូងបើនិយាយទៅបីសេរីថ្មីហ្មងហើយចាំមើលក្នុងវីដេអូនេះយើងច្នៃដាប់ទៅនោះលុយប្រមាណទៅទិញចេកហ្នឹងហើយលក់មកវិញបានលុយប្រមាណផងហើយចំពេលសកម្មខ្ញុំមុនដំបូងគេក៏បានទៅរមាទៅទិញចេកនៅតាមផ្សារហើយប្រភេទចេកដែលខ្ញុំធ្វើការលក់នោះគឺជាប្រភេទចេកហ្មងចេកបងលឿងហ្នឹង1គីឡូ6000អូន1គីឡូ1000ចង់ខ្ញុំទិញចេកហ្មង10គីឡូអីក្រោយពីនោះមកក៏បានចំចេកហ្មងចំនួន10គីឡូឲ្យខ្ញុំចំពោះតម្លៃវិញ1គីឡូស្មើនឹង6000រៀលហើយខ្ញុំទិញគឺអត់10គីឡូដែលស្មើនឹង60000រៀលបន្ទាប់ពីនោះមកខ្ញុំបានស្វែងរកទីកន្លែងណាដែលអាចលក់ផ្លែចេកនឹងបានហើយខ្ញុំក៏មានkontrol ពលលឿងមកពីទៀតផងហើយនិយាយទៅគឺថាច្រើនខ្លាំងមែនទែនដល់10គីឡូឯណោះហើយ10គីឡូនោះគឺថាមាន65ផ្លែអ្នកនេះក្រោយពីនោះមកខ្ញុំពីនេះមកពេញខ្ញុំក៏បានទៅកាត់ចេកម្ដង1ផ្លែដាក់ចូលក្នុងkontrol ដើម្បីឲ្យមើលមកស្អាតថ្លៃ1ផ្លែគឺ1500រៀលក្រោយពីនោះមកពេលសកម្មជីលក់ផ្លែចេកមកខ្ញុំក៏បានចាប់ផ្ដើមផងហើយផ្លែចេកហើយដាក់ពីនោះក៏បានជួបអូនស្រីម្នាក់ខ្ញុំមួយអូនមិនតបានលក់ចេញ1ផ្លែមកលើឲ្យគេ1ផ្លែបាត់ខ្ញុំបន្ទាប់ពីដាក់5នាទីក្រោយមកពេលនោះក៏បានជួបអតិថិជនទី1របស់យើង3000មកទាំងពីរបងពេលនោះគឺថាគាត់ទិញ2ផ្លែហើយក៏បានលុយ3000រៀលត្រឡប់មកវិញហើយក្រោយពីនោះមកគឺថាយើងស្វែងរកអ្នកទិញជាបន្តទៀតអូយដល់លក់ចេកវេទនីដល់កលបានចេកបាទក្រោយពីនោះមកក៏បានជួបអតិថិជនទី2របស់យើង1000ក៏បានអូខេចេកនេះល្អ1000ក៏បានហើយក៏បានលុយ1000រៀលបន្ថែមទៀតមកស្ទុះក្រោយមកក៏បានជួបអតិថិជនផ្សេងមួយទៀតបាទចង់និយាយចឹងណាវិញខ្លាំងអីដឹងញ៉ាំមួយម៉ាត់និយាយទៅញ៉ាំដល់ឆ្អែតហ្មងមួយម៉ាត់អីហើយបានមួយទៀតចេញលក់ចេកបាទញ៉ាំដំបូងបាទនិយាយទៅបីសេរីថ្មីហ្មងហើយដំណើរការលក់ចេករបស់ខ្ញុំនឹងទៀតគឺខ្ញុំព្យាយាមធ្វើយ៉ាងណាលក់ចេកទាំង10គីឡូនឹងធ្វើឲ្យអស់តែម្ដងហើយត្រូវធ្វើយ៉ាងណាលក់ឲ្យអស់មុនពេលមេល្ងាចហើយcònការលក់ចេករបស់ខ្ញុំនឹងគឺថាចំណាយពេលអស់ឡើង2ម៉ោងអីខ្ញុំលក់ចេកបងតែកាត់ទិញចេកបងហើយពេលនោះគាត់ទិញ3ផ្លែក៏បានលុយ3000រៀលទៀតឲ្យចេកអស់មួយផ្លែហ្មងចង់និយាយថាហត់ខ្លាំងមែនតើហើយបាទតម្រូវទៅរកបានតែទិញមួយនេះហើយទោះជាហត់ក៏ពិតមែនក៏ខ្ញុំនៅតែព្យាយាមធ្វើមិនលក់ឲ្យអស់ផងហើយមកស្ទូក្រមន់ក៏បានជួបអតិថិជនអ្នកទិញផ្សេងមួយទៀតហើយក៏លក់បាន2ផ្លែទៀតគាត់ច្រើនមួយផ្លែទៀតតែលុយនិយាយទៅស្មានខ្ញុំដល់តែកន្លែងលក់បានលុយប្រហែលតែអ្នកគ្នាតែបើគាត់ទៅរៀងបានគូសំផងហើយហើយតែពេលនោះខ្ញុំស្រែកទឹកផងពេលនោះខ្ញុំបានយកចេកទៅរកយកទឹកជាមួយអ្នកលក់ហើយពេលនោះក៏កដោខ្ញុំផងដែរបាទចង់និយាយចឹងណាទិញចេកអូនលក់ចេកអូនបងចេកបងវិញជឿតែចេកនេះវាល្អល្អអ៊ីងលុយបានអូនតែកាត់ចេកអូនលក់ចេកអូនបងតែកាត់ទិញចេកមកលក់ចេកបងចេកហ្មងបងហើយគាត់សាច់លក់ចេករបស់ខ្ញុំនឹងគឺថាចំណាយពេលឡើង3ម៉ោងបាត់ហើយអ្នកគ្នាបើនិយាយពីរឿងចេកខ្ញុំគឺនៅសល់ច្រើនខ្លាំងមែនទែនហើយបាទហើយមេក៏ចាប់5ទៅផងហើយស្រាប់ពេលដល់បន្តបាន5នាទីស្រួលប៊ូផងពេលនោះក៏បានរកឃើញអ្នកទិញចេកទៀតហើយបាទទិញ2ហ្មងណា2ហ្មងបងទិញ2មែនអូយទិញ2ទៀតមកហើយក៏លក់បានលុយ2000រៀលបន្ថែមទៀតហើយមកផ្លែ500បងហើយចេកមួយនោះចេកមួយអូនក៏មួយអូនបាស្ទូក្រមកក៏លក់បាន1ផ្លែទៀតហើយពេលនោះក៏បានជួបជនបរទេសទិញចេក1ផ្លែទៀតបាទឆ្ងាញ់ This is my favorite banana បើនិយាយពីរឿងមេវិញគឺថាកាន់តែយប់ទៅខ្លាំងមែនទែនហើយពេលនោះខ្ញុំបានឃើញយុទ្ធសាស្ត្រមួយចុងក្រោយដើម្បីឲ្យចាប់អស់ចេកនឹងលឿនគឺខ្ញុំនឹងលក់ក្នុងតម្លៃ100រៀលហើយមកចូលទៅពេលលក់100រៀលអ្នកទាំងនេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនហើយក៏ប្រកាសលក់ជាតម្លៃ100រៀលភ្លាមគឺថារកបានតែទិញភ្លាមតែហ្មងខ្ញុំទិញចេកក៏ឯងថ្ងៃទេនេះខ្ញុំវិញ4ផ្លែ400រៀលហាអ្នកលេងជួបអ្នកម៉ែនណាហើយក៏មានអ្នកផ្សេងចូលមកទិញខ្ញុំទៀតនិយាយទៅគឺថាលឿនខ្លាំងមែនទែនអូទិញទៀតមានសល់ច្រើននេះ100រៀលហើយពេលសកម្មលក់ចេក100រៀលនេះគឺថាខ្ញុំលក់ថ្មីឲ្យអស់តែហ្មងបងទិញចេកបងខ្ញុំលក់100រៀលបងអូទិញចេកបងលក់100រៀលតែចេក100រៀលតែ100រៀលបងនេះ100រៀលចេកល្អបងចេកល្អណា4ផ្លែ400រៀលទៀតបាទហើយបើនិយាយពីរឿងចេកវិញគឺថាចាប់បានថយទៅមែនទែនហើយបាទដល់លក់ឲ្យ100រៀលតែ100រៀលទិញបាទមួយបងឲ្យមួយណាបាយមួយមួយទៀតមួយ100រៀលមែនអូខេបងទៀតអូខេអត់ឯងបានមួយលក់ឲ្យមួយបងម្នាក់បានមួយឯងទូចយ៉ាងមុនអូនេះ100រៀលចេក100រៀលបាទ100រៀលលុយ100រៀលតាហើយអាប់300ក៏បាននេះអាប់300តើតែមានលុយ100បានលក់បានហ្នឹងហើយបងបាទម្នាក់ដល់1ផ្លែបងបងនេះ3ផ្លែបងចុះកូនមួយទៀត9ផ្លែកុំទៀតហ្នឹងកុំទៀតបាននេះកុំទៀតដល់ពីមែន1ផ្លែ100រៀលបង300រៀលកន្លែងនេះគឺថាសាហាវខ្លាំងមែនតើហើយអ្នកគ្នាបាទអស់8ចេក800រៀល100មែនទេ100រៀលមែនខ្ញុំនិយាយមែន100រៀលបងខ្ញុំមានអរគុណច្រើនបងអីបាទអរគុណច្រើននេះ100រៀលដូរមួយហើយក្រោយពីនោះទៅគឺថាមានគេមកទិញខ្ញុំច្រើនខ្លាំងមែនតើហើយអ្នកគ្នាបាទនិយាយទៅអតិពល100រៀលនេះពិតជាខ្លាំងមែនតើហើយលក់ផ្លេចមើលពេលនោះសល់តែ3ផ្លែចុងក្រោយ100រៀលមុនគេ100រៀលមួយទៀតក៏1ផ្លែចុងក្រោយគេទិញ100រៀលហើយ1ផ្លែចុងក្រោយនេះគឺថាខ្ញុំយកទៅលក់ឲ្យអីបិទគូចុងក្រោយតែហ្មងហើយពេលសកម្មលក់ជារបស់ខ្ញុំក៏បានជោគជ័យពេលនោះក៏ចូលមកវិញរាប់លុយវិញម្ដងដែលលក់ចុងក្រោយខ្ញុំបានមកវិញនោះគឺ23000រៀលលុយដើមទុន60000រៀលហើយលក់មកវិញបានតែ23000រៀលវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ